ដោយមិនគិតពីឋានៈរបស់គាត់មែនហើយលោកគាត់ពិតជាកូនប្រុសល្អរបស់ខ្ញុំមែនលោកមានរឿងមួយដែលខ្ញុំត្រូវរាយការណ៍ទៅលោកពីរបីថ្ងៃមុនប្រពន្ធរបស់ខ្ញុំត្រូវបានមិត្តរួមការងារនៅក្រុមហ៊ុនចំអកឲ្យដោយសារតែអាពាហ៍ពិពាហ៍របស់នាងលាងដៃរបស់អ្នកចុះស៊ូវ៉ាន់ឈីងពេលនាងដឹងថាប្រពន្ធរបស់ខ្ញុំមិនបានទៅជាមួយប្តីរបស់នាងទៅពិធីមង្គលការទេនាងចិត្តណាចំអកឲ្យនាងនៅចំពោះមុខបុគ្គលិកដោយនិយាយថានាងរៀបការមិនល្អក្រុមហ៊ុនទាំងមូលរបស់អ្នកខឹងយ៉ាងខ្លាំងនៅពេលនោះអ្នកគ្រាន់តែផ្ដោតតែលើការនាំគាត់មកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយមិនអើពើនឹងរឿងសំខាន់ផ្សេងទៀតទាំងអស់អ្នកមិនដែលរំពឹងថាគាត់នឹងត្រូវបានគេចំអកនៅទីសាធារណៈហើយរងទុក្ខដោយអយុត្តិធម៌ច្រើនយ៉ាងនេះទេរៀបចំការវិភាគទាំងអស់របស់គាត់សម្រាប់ព្រឹកស្អែកមែនហើយលោកអារុនស៊ូស្ដីលោកហេអារុនស៊ូស្ដីដៃរបស់អ្នកយ៉ាងម៉េចដែរវាល្អអនុញ្ញាតឲ្យខ្ញុំមើលស្ត្រីចំណាស់ចូលចិត្តហេជីនណាស់គាត់ធ្លាប់ធ្វើអ្វីក៏ដោយដែលគាត់ចង់បានតាំងពីគាត់នៅតូចលើកក្រោយបើគាត់ហ៊ានញញៃគ្រាន់តែឲ្យលោកគ្រូឆេនធ្វើវាលោកគ្រូឆេនគឺជាអង្គរៈរបស់ខ្ញុំមុនពេលគាត់ផ្លាស់ទៅហុងកុងដូច្នេះអ្នកអាចប្រើគាត់បានដោយមិនចាំបាច់បារម្ភហេជីនសិននិងហេជីនដែលជាឪពុកនិងកូនហាក់ដូចជាមានទំនាក់ទំនងដែលមិនសូវតានតឹងដូចដែលវាលេចឡើងនៅលើផ្ទៃគាត់មិនបណ្ដោយឲ្យហេជីនតតែសោះផ្ទុយទៅវិញគាត់ការពារខ្ញុំទៅបដូរសម្លៀកបំពាក់របស់អ្នកទៅអ្នកដែលបានទៅជាមួយខ្ញុំព្រឹកនេះទៅណាជ្រើសរើសគ្រឿងអលង្ការមួយចំនួនសូមអង្គុយចុះអ្នកទាំងពីរលោកហេបានណែនាំយើងជាមុនហើយយើងបានរៀបចំម៉ូដសម្លៀកបំពាក់សមរម្យតើមានអ្វីដែលអ្នកចូលចិត្តទេទាំងនេះថ្លៃពេកហើយអ្នកពិតជាមិនត្រូវការវាទេមែនហើយឥឡូវនេះអ្នកគឺជាអ្នកស្រីហេមួយនេះសូមមែនហើយលោកហេខ្ញុំពិតជាចូលចិត្តសម្លៀកបំពាក់នេះណាស់ប៉ុន្តែខ្ញុំត្រូវទៅធ្វើការជារៀងរាល់ថ្ងៃហើយវាមិនងាយស្រួលទេក្នុងការពាក់ម៉ូដថ្លៃបែបនេះវាអាចទាក់ទាញការចាប់អារម្មណ៍ដែលមិនចាំបាច់បន្ទាប់មកចូលយើងជ្រើសរើសមួយផ្សេងទៀតដែលយើងពាក់ជារៀងរាល់ថ្ងៃយើងនឹងយកទាំងពីរមួយនេះល្អយល់ព្រមលោកហេតើអ្នកចង់ឲ្យអក្សរកាត់របស់អ្នកឆ្លាក់លើឈ្មោះរបស់អ្នកនិងឈ្មោះប្រពន្ធរបស់អ្នកទេប្រកាសណាស់តើអ្នកកំពុងគិតអ្វីទៀតគ្មានអ្វីទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាថ្លៃពេកវាមិនថ្លៃតតែសោះនៅពេលអនាគតប្រសិនបើអ្នកត្រូវការអ្វីកុំមានអារម្មណ៍មិនល្អអីគ្រាន់តែប្រាប់ខ្ញុំដោយផ្ទាល់អរគុណភាពទន់ភ្លន់ធ្វើឲ្យមនុស្សម្នាក់ចង់កុហកវាពិបាកក្នុងការប្រាប់ថាតើវាជាការពិតឬគ្រាន់តែជាពាក្យទេអាជីនតារ៉ូពសដែលខ្ញុំទើបតែសាកល្បងមើលទៅល្អទេវាមើលទៅល្អអ្នកមិនបានមើលឲ្យចិត្តទេមិនចាំបាច់មើលទេទិញវាប្រសិនបើអ្នកចង់បាននោះមិនមែនជាយ៉ាងទេវាជាមែនទេយ៉ាងវាជានាងតើមនុស្សនោះអាចជីងតើអ្នកទៅណារងចាំខ្ញុំនឹងត្រឡប់មកវិញភ្លាមហេតុអ្វីបានជាអ្នករត់គេចខ្លួនមានរឿងអ្វីកើតឡើងគ្មានអ្វីទេខ្ញុំបានឃើញមនុស្សខុសខ្ញុំឃ្លានណាស់តោះទៅញ៉ាំអាហារមិនអីទេខ្ញុំនឹងស្ដាប់អ្នកតោះទៅញ៉ាំអាហារអ្នកឆ្លាតណាស់នៅពេលដែលយ៉ានរៀបការជាមួយគ្រួសារហឺថ្ងៃល្អរបស់យើងនឹងមកដល់លុយសម្រាប់ទិញផ្ទះកូនប្រុសខ្ញុំនិងអំណោយសម្រាប់ភ្ជាប់ពាក្យនឹងត្រូវដោះស្រាយទាំងអស់មិនត្រឹមតែប៉ុណ្ណោះទេពេលពួកគេភ្ជាប់ពាក្យយើងនឹងក្លាយជាឪពុកម្ដាយក្មេកពិតប្រាកដរបស់គ្រួសារហេយើងនឹងរកការងារល្អសម្រាប់កូនប្រុសរបស់យើងនៅក្នុងគ្រួសារហឺយើងមិនដែលបារម្ភពីលុយកាក់ទេហេសៅមានចិត្តទូលាយណាស់គាត់ឲ្យយើងរាប់ម៉ឺនយន់គាត់មិនមែនជាមនុស្សកំណាញ់តតែសោះគាត់បានប្រាប់យើងកុំឲ្យប្រាប់ឈឺយ៉ែនតើគាត់មានចំនួនជាមួយយ៉ែនទេគាត់បានឲ្យលុយយើងដើម្បីចាត់ទុកយើងដូចជាឪពុកម្ដាយក្មេកពិតរបស់គាត់គ្នាបានត្រឡប់មកវិញហើយតើអ្នកបានទទួលលុយហើយឬនៅមែនហើយយើងបានទទួលបានហើយសរុបចំនួន50,000 យន់យកវាទៅមុន50,000 យន់ប៉ុណ្ណឹងហើយឬនៅលេងសើចទេវាមិនមែនមកពីឈឺយ៉ានទេវាមកពីមិត្តប្រុសរបស់នាងគឺលោកហ៊ី50,000 យន់មិនគ្រប់គ្រាន់ទេគ្រួសាររបស់លីលីត្រូវការប្រាក់800,000 យន់យើងត្រូវការយ៉ាងហោចណាស់2លានយន់ដើម្បីទិញផ្ទះមួយនៅលីងឆេងអ្នកត្រូវតែទៅរកលោកហឺប៉ុន្តែយើងទើបតែទទួលបាន50,000 យន់វាមិនសមរម្យទេក្នុងការសុំលុយបន្ថែមហេតុអ្វីមិនអាចនាងនិងស៊ូយ៉ានគឺជាមិត្តប្រុសនឹងគ្នាពួកគេនឹងក្លាយជាគ្រួសារមួយចាប់ពីពេលនេះទៅបងថ្លៃរបស់នាងក៏ជាខ្ញុំមិនដែលតាក់ទងជាមួយមនុស្សចាស់ពិតប្រាកដទេខ្ញុំមិនដឹងពីសុជីវធម៌និងច្បាប់ទេខ្ញុំនៅតែមានអារម្មណ៍មិនស្រួលរឿងចម្លែកដំបូងគឺនៅពេលដែលយើងរៀបការហេជីនសេងមិនដែលសួរខ្ញុំអំពីស្ថានភាពគ្រួសាររបស់ខ្ញុំទេទោះបីជាវាជាការរៀបការដែលរៀបចំដោយឪពុកម្ដាយក៏ដោយយើងគួរតែដឹងពីប្រវត្តិគ្រួសាររបស់គ្នាទៅវិញទៅមកហើយឆ្លងកាត់ដំណើរការរបស់ឪពុកម្ដាយទាំងពីររឿងចម្លែកទី2គឺហេតុអ្វីបានជាហេជីនសេងសុំខ្ញុំជួបគាត់បានស្នើសុំខ្ញុំរៀបការដោយផ្ទាល់វាហាក់ដូចជាគាត់បានតាមដានអារម្មណ៍របស់ខ្ញុំគាត់កំពុងរងចាំពេលដែលខ្ញុំបែកពីគាត់កុំគិតច្រើនពេកទំនាក់ទំនងតែមួយគត់ដែលគាត់មានជាមួយខ្ញុំគឺថាខ្ញុំធ្លាប់ជាមិត្តស្រីរបស់កូនប្រុសគាត់វាគួរឲ្យអស់សំណើចពេកក្នុងការរក្សាគំនិតនេះឲ្យបានយូរគ្រាន់តែធ្វើការងាររបស់អ្នកជាអ្នកស្រីហេហើយប្រព្រឹត្តខ្លួនឲ្យបានល្អទៅកុំគិតច្រើនពេកលោកហេវាយឺតពេលហើយមានរឿងអ្វីតើអ្នកចង់ផឹកស្រាទេបាទចាសលោកហេតើលោកអាចប្រាប់ខ្ញុំឲ្យដឹងពេលក្រោយបានទេតើចំណុចនៃការប្រាប់ឲ្យដឹងមុនមានន័យយ៉ាងណាប្រសិនបើមានការវាយប្រហារភ្លាមខ្ញុំនឹងភ័យខ្លាំងប្រសិនបើខ្ញុំមិនបានត្រៀមខ្លួនខាងផ្លូវចិត្តជាការពិតណាស់ការផឹកស្រាអាចបំបត្តិវាបានខ្លះប៉ុន្តែខ្ញុំនៅតែភ័យនោះជាយោបល់ល្អ
វាគ្រាន់តែថាខ្ញុំគិតថាការជូនដំណឹងជាមុនអាចធ្វើឲ្យអ្នកភ័យពេញមួយថ្ងៃចូលយើងសាកល្បងវាជាមុនសិនខ្ញុំត្រូវតែជូនដំណឹងជាមុនសិននៅពេលក្រោយតើអ្នកអាចដោះវ៉ែនតារបស់ខ្ញុំឲ្យខ្ញុំបានទេលោកហេកុំទុកស្លាកស្នាមអ្វីនៅជុំវិញរបស់អ្នកអីខ្ញុំសង្ឃឹមថាលោកហេអាចចេញទៅក្រៅមុនរាល់ពេលនាពេលអនាគតបើមិនដូច្នោះទេខ្ញុំមិនអាចជួយអ្វីបានក្រៅពីសម្លឹងមើលគាត់ពេញមួយថ្ងៃទេគាត់គ្រាន់តែជាសត្វត្រឆានម្នាក់មកឲ្យនេះឈ្មោះស៊ូយ៉ានហៅខ្ញុំថាម៉ាក់ទៅម៉ាក់ខ្ញុំឈ្មោះស៊ូយ៉ានអង្គុយចុះលោកគាត់បាននិយាយថាអ្នកជាស្ថាបត្យករមែនហើយខ្ញុំធ្វើការក្នុងវិស័យរចនាអ្នកគ្រប់គ្រងមិនបានមកជួបខ្ញុំអស់រយៈពេលជាងកន្លះខែមកហើយតើគាត់រវល់ជាមួយអ្វីថ្មីនេះអ្នកមិនខ្វល់ពីគាត់តតែសោះក្នុងនាមជាឪពុកគាត់មានអាជីវកម្មផ្ទាល់ខ្លួននៅពេលគាត់ធំឡើងគាត់ជាកូនប្រុសរបស់អ្នកនៅពេលគាត់ធំឡើងខ្ញុំដឹងថាអ្នកមិនចង់ដាក់ឈ្មោះគាត់ក្រោមឈ្មោះរបស់អ្នកទេប៉ុន្តែគាត់ហៅអ្នកថាប៉ាវិញហើយខ្ញុំรู้ថាគាត់ទើបតែរៀបការថ្មីនេះតើអ្នកបានពិនិត្យមើលប្រវត្តិរបស់ក្មេងស្រីនោះហើយឬនៅគាត់ធ្វើជំនួញផ្ទាល់ខ្លួនខ្ញុំមិនអាចគ្រប់គ្រងវាបានទេហើយខ្ញុំក៏មិនមានពេលគ្រប់គ្រងវាដែរអ្នកភ្លេចវាចោលទៅខ្ញុំចាស់ហើយខ្ញុំមិនអាចគ្រប់គ្រងអ្នកបានទេអ្នកអាចរៀបការជាមួយជីនសិនឬអ្នកជាម្ដាយរបស់ហ្វានជីនសិនមិនអាចធ្វើការងាររបស់ឪពុកគាត់បានទេក្នុងនាមជាម្ដាយអ្នកគួរតែមើលថែគាត់និងមើលថៃហ្វានម៉ាក់មិនអីទេម៉ាក់កំពុងប្រញាប់តើម៉ាក់មានគម្រោងរៀបចំពិធីមង្គលការនៅពេលណាយើងមានគម្រោងរៀបចំវានៅរដូវក្តៅក្រោយទីកន្លែងនិងក្រុមការងាររៀបចំពិធីមង្គលការកំពុងពិនិត្យមើលវារួចហើយទោះបីជាក្រុមគ្រួសាររបស់យើងមិនចាំបាច់បង្រួបបង្រួមអ្វីដោយអាពាហ៍ពិពាហ៍ក៏ដោយក៏យើងត្រូវផ្ដល់សំណងសម្រាប់អ្វីដែលយើងគួរតែមានយើងមិនអាចធ្វើខុសលើក្មេងស្រីនោះទេនាងមើលទៅល្អហើយមានចរិតស្អាតស្អំចាប់តាំងពីអ្នករៀបការជាមួយនាងមកចូលប្រព្រឹត្តចំពោះនាងឲ្យបានល្អខ្ញុំដឹងសូមមកទីនេះឲ្យបានញឹកញាប់នៅពេលអនាគតជីនសិនរវល់ជាមួយការងារប្រសិនបើអ្នកមានពេលសូមមកនិយាយជាមួយខ្ញុំបន្ថែមទៀតមិនអីទេម៉ាក់តើម៉ាក់ខ្លាចទេស្ត្រីចំណាស់រូបនេះពិតជាសមហេតុផលណាស់គ្រាន់តែថានាងហាក់ដូចជាព្រួយបារម្ភជាពិសេសអំពីហេជីងត្រូវបានចិញ្ចឹមបីបាច់ដោយនាងវាជិះមិនរួចទេក្នុងការមានភាពលំអៀងអ្នកអាចស្ដាប់ពាក្យសម្ដីរបស់នាងបានអ្នកមិនចាំបាច់មានសម្ពាធអ្វីអំពីហេជីងទេតើពុករបស់ហេជីងជានរណាហេតុអ្វីបានជាហេ